Rương bật trai bị đọ phía muối tó. Rương ra môn tạ tỷ dạ sang kỳ dạ nia. Priết thê rạ tiếng lại nốt. Cao sang kỳ dạ nia tu tỷ dạ. Sang kỳ tệ dạng này hơi. Tớp rùm pưng mơ thả khăn ạ nà cốt. Chồm rôm chồm ra bạp ní. Nâng cao đol priết sát ná rư tê nó. Hơi bạn đăng hát thả. ក្នុងឆ្នាំទី18បន្ទាប់អំពី100ឆ្នាំនេះទៅព្រះរាជាទ្រង់ប្រណិមថាធម្មាសោកទ្រង់នឹងកើតក្នុងនគរប៉ាដាលីបុតគ្រប់គ្រងរាជសម្បត្តិក្នុងចម្ពោះទ្វីបទាំងមូលព្រះរាជាអង្គនេះទ្រង់ជ្រះថ្លាក្នុងព្រះពុទ្ធសាសនាហើយនឹងញ៉ាំងលៀប នឹងសក្ការៈដ៏ច្រើនឲ្យប្រព្រឹត្តទៅក្នុងកាលនោះពួកតេធរិយៈជាអ្នកប្រាថ្នាលៀបនឹងសក្ការៈនឹងបួសក្នុងព្រះសាសនាហើយសម្ដែងទិដ្ឋិរបស់ខ្លួនចម្រូងចម្រាសដ៏ធំនឹងកើតឡើងក្នុងសាសនាដោយអាការយ៉ាងនេះទេសមហាព្រហ្មជុតិ អំពីព្រហ្មលោកសម័យនោះព្រះថេរៈទាំងនោះមានបរិវិតកៈដូចនេះថាកាលចង្រៃនោះកើតឡើងហើយពួកយើងនៅទាន់ដែរឬទេណលំដាប់នោះព្រះថេរៈទាំងអស់នោះឯងជ្រាបថាខ្លួនជាអ្នកមិនទាន់ហេតុការក្នុងពេល នោះទៅគិតថានរណាណនឹងជាអ្នកមានសមត្ថភាពឲ្យអធិករណៈនោះស្ងប់រងាប់បានហើយបានប្រសើរមើលមនុស្សលោកនិងទេវលោកជន់កាមាវចរៈទាំងអស់ក៏មិនបានឃើញ បុគ្គលណាបានឃើញតែមហាព្រំឈ្មោះទេសៈក្នុងព្រហ្មលោកដែលមានអាយុចិត្តអស់ហើយបានអប់រំបន្ទុំមគ្គៈដើម្បីកើតក្នុងព្រហ្មលោកជាន់លើជាបន្តព្រះថេរៈទាំងឡាយនោះកាលឃើញដូច្នេះហើយទៅមាន សេចក្តីត្រេះរិះដូចនេះថាប្រសិនបើពួកយើងគប្បីបឋមសមន្តបាសាតិកា86ធ្វើសេចក្តីឧស្សាហ៍ដើម្បីឲ្យព្រំនោះកើតក្នុងមនុស្សលោកសោតព្រំនោះនឹងបដិសន្ធិក្នុងផ្ទះរបស់មកលីព្រាមពិតប្រាកដ ហើយបន្តអំពីនោះក៏នឹងត្រូវលួងលោមដោយមុនហើយចេញបួសកាលទេសៈកុមារនោះបួសហើយសិក្សាព្រះពុទ្ធវចនៈទាំងអស់ជាអ្នកបានសម្រេចបដិសម្ភិទានិងញោមញីពួកតេធរិយៈវិនិច្ឆ័យអធិករណៈនោះ ស្រោចស្រង់ព្រះសាសនាមិនខានព្រះថេរៈទាំងឡាយនិមន្តទៅអារាធនាទេសៈមហាព្រំព្រះថេរៈទាំងនោះទៅកាន់ព្រហ្មលោកហើយបានពោលពាក្យនេះជាមួយទេសៈមហាព្រំថាអ្នកសម្លាញ់អ្នកនិតុក ក្នុងឆ្នាំទី18បន្ទាប់អំពី100ឆ្នាំនេះទៅចម្រុំចម្រាស់យ៉ាងធំនឹងកើតឡើងក្នុងព្រះពុទ្ធសាសនាហើយពួកខ្ញុំបានរំពឹងមើលមនុស្សលោកនិងទេវលោកជន់កាមាវចរៈទាំងអស់ ក៏មិនបានឃើញបុគ្គលណាជាអ្នក
មានសមត្ថភាពដើម្បីនឹងលើកស្ទួយព្រះពុទ្ធសាសនាបានលុះរំពឹងមើលក្នុងព្រហ្មលោកទៅបានឃើញលោកដ៏ចម្រើនដូច្នេះពួកខ្ញុំសូមឱកាសអ្នកលោកសប្បុរសសូមលោកឲ្យបដិញ្ញាដល់ពួកខ្ញុំដើម្បីកើតក្នុងមនុស្សលោកហើយស្រោចស្រង់ព្រះសាសនារបស់ព្រះទសពលចុះកាលប្រធេរៈទាំងឡាយអារាធនាយ៉ាងនោះហើយទើបមហាព្រហ្មត្រេះរិះថាបានឮថាអាត្មាអញជាអ្នកអាចដើម្បីជំរះភាពចម្រុំចម្រាស់ដែលនឹងកើតក្នុងសាសនាហើយលើកស្ទួយព្រះសាសនាដូច្នេះហើយជាអ្នកត្រេកអរដល់ក្រៃលែងបានឲ្យពាក្យបដិញ្ញាថាសាធុព្រះថេរៈទាំងឡាយពាហេរនិទាន87ពិចារណាកិច្ចដែលគួរធ្វើនោះក្នុងព្រហ្មលោកស្រេចហើយក៏នាំគ្នាត្រឡប់វិញព្រះថេរៈទាំងឡាយដាក់ទណ្ឌកម្មដល់ព្រះថេរៈ2អង្គសម័យនោះឯងព្រះថេរៈ2អង្គគឺសិក្ខវត្ថេនិងចន្ទវជ្ជិថេដែលនៅជាអ្នកវៈនៅឡើយព្រះថេរៈទាំងនោះជាភិក្ខុកំឡោះត្រួតត្រងព្រះត្រៃបិដកដល់នៅត្រើយបដិសម្ភិទាអស់អាសាវៈហើយជាសទ្ធិវិហារករបស់ព្រះសោណកៈព្រះថេរៈទាំងពីរអង្គនោះមិនបានមកចូលរួមរងាប់អធិករណៈនោះទើបព្រះថេរៈទាំងឡាយពោលថាណែអាវុសោពួកលោកមិនបានជាអ្នករួមគិតរបស់ពួកយើងក្នុងអធិករណៈនេះឡើយព្រោះហេតុនោះទណ្ឌកម្មនេះចូលមានដល់ពួកលោកគឺមហាព្រហ្មឈ្មោះទេសៈនិងបដិសន្ធិក្នុងផ្ទះរបស់មកកលីព្រាហ្មណ៍បណ្ដាលោកទាំងពីរមួយអង្គត្រូវដឹកនាំទេសៈមហាព្រហ្មនោះមកបួសមួយអង្គទៀតចូលបង្រៀនព្រះពុទ្ធវចនៈដូច្នេះព្រះថេរៈគ្រប់អង្គនោះមានព្រះសពពកាមីជាដើមជាអ្នកមានឫទ្ធិច្រើនរុងរឿងហើយក្នុងលោកតាំងនៅរហូតអស់អាយុហើយក៏បរិនិព្វានដោយគំនរភ្លើងធំដែលភ្លឺរន្ទាលច្រាលឆ្អៅរលត់ទៅហើយដូច្នោះព្រះថេរៈដែលមានឈ្មោះទាំងនោះជាអ្នកអស់អាសាវៈហើយដល់នៅភាពជំនាញបែកធ្លាយក្នុងបដិសម្ភិទាកាលធ្វើទុតិយសង្គាយនាជំរះព្រះសាសនាឲ្យបរិសុទ្ធធ្វើហេតុដើម្បីសេចក្តីចម្រើននៃព្រះសទ្ធមក្នុងអនាគតហើយក៏ចូលដល់នៅអំណាចនៃអនិច្ចតាធរធីរជនជ្រាបភាពដែលសង្ខារជារបស់មិនទៀងជាបាទអញ្ចឹងខ្ញុំបាទនឹងសូមស្លេះប៉ុណ្ណឹងហើយវាមានការលើសលួសខុសឆ្គងអំពីខ្ញុំបាទមានការអាននៅពាក្យពេចន៍ជញ្ជនៈស្រៈបាលីខុសឆ្គងដោយមួយណាក៏សូមមេត្តាអធិស្ឋានដល់ខ្ញុំបាទផងបាទហើយខ្ញុំបាទនឹងបន្តនៅពេលក្រោយទៀតបាទសូមអរគុណសូមគោរពលា